នាងដូចជាស្និទ្ធនឹងប្តីខ្ញុំពេកទេណាខ្ញុំមកបើមានអាហើយបើមិនចង់ខ្មាស់គេស្អីគេហ៎ស្អីដានិយាយស្អីហ្នឹងខ្ញុំស្និទ្ធស្នាលប្តីនាងពីកាលណាមករាល់ថ្ងៃខ្ញុំខ្លួនមួយស្រួលចិត្តចង់ងាប់ហើយគិតថាខ្ញុំនឹងទៅយកប្តីគេងាប់ហើយចេះហាស្ដីអញ្ចឹងទៅកើតពីណាយកខ្ញុំហ៎ខ្ញុំឃើញនាងនិយាយជាមួយប្តីខ្ញុំទោះរឿងការងារឬក៏រឿងការកូនក៏ដោយហាមនិយាយប្តីខ្ញុំគឺប្តីខ្ញុំទោះនាងនាំគាត់និយាយដើមគេវាស់ព្រឹកក៏គាត់មិនយកនាងដែរហើយបើជឿជាក់យ៉ាងហ្នឹងក៏ខំមកញ៉ែតដាក់ខ្ញុំធ្វើស្អីក្រែងប្តីនាងគ្មានថ្ងៃមកយកខ្ញុំទេហ៎ចេញចរិតមកដូចមានប្តីតែមួយអញ្ចឹងបានខំហួងហែងដល់ម្លឹងខ្ញុំទៅផ្ទះហើយអូសីដាមិនមួម៉ៅអីម្លេះថ្ងៃហ្នឹងឮតែសំឡេងស្ដីឲ្យគេពីចុងផ្លូវដល់ដើមផ្លូវទៅហើយយូជួបឯងម្ដងតោះសុំបាយផ្ទះឯងមកពេលផងហេបានទេផ្ទះខ្ញុំប្តីខ្ញុំនៅមិនឲ្យនាងហមឯងទៅជួបគាត់ទេមិនចឹងលេងល្បិចឲ្យខ្ញុំនាំទៅផ្ទះដើម្បីតញ៉ាយប្តីខ្ញុំមែនទេហើយប្តីនឹងតាឯងសាវ៉ាខ្លាំងមែនបានមុខដូចខ្មោចដូចខ្ញុំនេះហើយក៏សីដាឯងប្រចាំកើតដែរនោះណែមើលតែឯងដូចព្រួយល្មិចទេផ្លូវក្រៅឬផ្លូវក្នុងជួយប្រាប់មើលផងមើលគឺអញ្ចេះទេខ្ញុំមកស្រឡាញ់ប្តីពេកចិត្តមិនស្កប់គាត់ទៅទាយយាយគ្រូទាយដែលគេល្បីថាទាយឆត់មិនដែរចេះខុសនោះគាត់ប្រាប់ថាប្តីខ្ញុំនឹងមានស្រីហើយលែងខ្ញុំចោលមិនខានអញ្ចឹងហើយទៅបានជាខ្ញុំត្រូវដើរខំស្រីទាំងឡាយណាដែលស្គាល់ប្តីខ្ញុំហ្នឹងណាស៊ីដាឯងជឿពាក្យគេជាងជឿប្តីខ្លួនឯងអញ្ចឹងហើយណែកុំគិតមងសៅពេកពាក្យថាទាយគឺទាយហ្នឹងហើយបើទាយត្រូវក៏គេថាគេមានផ្លូវក្នុងមើលឃើញឆត់អញ្ចឹងទៅតែបើទាយមិនត្រូវហ្នឹងក៏មិនដឹងទៅធ្វើស្អីគេអញ្ចឹងឯងកុំជឿសុបពេក50បានហើយបានទេយាយគ្រូគាត់ទាយអ្នកណាហើយគឺដឹងតែត្រូវហើយឯងគិតមើលខ្ញុំទៅរកគាត់មិនទាន់នឹងហើបមាត់ថាអីផងស្រាប់តែគាត់ថាមកនេះគឺមកទាយហ្មងហើយដឹងរឿងឡើងច្បាស់ចាស់ហ្មងណាមិនឲ្យជឿសុបយ៉ាងម៉េចសុបដែរតែសុបគោមិនសុបពីអាទេនេះណែបើឯងបែបនឹងបដៅមិនស្ដាប់ក៏ហីទៅចុះតែខ្ញុំសុំណែនាំឯងរឿងមួយឲ្យឆាប់ត្រជាក់ចិត្តគឺថាឃើញបញ្ចូលលុយទូរស័ព្ទតាមអេបធនាគារតញឹកនឹងមានដឹងដែរឬទេថាខែថ្មីឱកាសថ្មីឈ្នះរង្វាន់ iPhone ជាច្រើនស៊េរីដែលគ្រាន់តែបញ្ចូលលុយឬភ្ជាប់កម្រងកាដូចាប់ពី$1ឡើងទៅតាមរយៈ app e-money ABA Acilita ឬ Wing ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31ខែកក្កដាឆ្នាំ2026លោកអ្នកនឹងទទួលបានសារជូនដំណឹងលេខកូដ8ខ្ទង់ពីមិត្តហ្វូនដើម្បីចូលរួមចាប់រង្វាន់រួមមាន iPhone Air 1រង្វាន់ iPhone 14 Pro Max 1រង្វាន់ iPhone 15 Pro Max 1រង្វាន់ការចាប់រង្វាន់នឹងប្រព្រឹត្តទៅនៅរៀងរាល់ថ្ងៃទី4នៃខែបន្ទាប់វេលាម៉ោង10ព្រឹកតាមរយៈការ Live លើ Facebook Page ហើយនិង YouTube Channel ផ្លូវការរបស់មិត្តហ្វូនសម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ1204ឬក៏097 ស្អីគេនាងដានាងជាស្អីបានជាហាមខ្ញុំដែលជាអុកញ៉ានេះឲ្យបញ្ឈប់បុគ្គលិកស្រីទាំងអស់នោះឋានៈនាងត្រឹមតែជាប្រពន្ធរបស់បុគ្គលិកខ្ញុំម្នាក់សោះហ៊ានមកបចោខ្ញុំផងបចោមធ្យមងុំបជានេះឆាប់ចេញពីទីនេះទៅបើមិនចង់អស់សក់លោកស្រីជាស្រីដូចខ្ញុំដែរចិត្តស្រីដូចគ្នាលោកស្រីគួរតែយល់ហើយបើប្តីលោកស្រីមានស្រីតែលោកស្រីអាចរស់បានទេអូខ្វះស្អីស្រីប្តីខ្ញុំតែបើគាត់មិនបានឲ្យវាតាមនឹងទៅរឿងនាងខ្លាចប្តីមានស្រីវាជារឿងនាងហើយនឹងប្តីនាងទេមិនត្រូវមកបជាខ្ញុំទេណាឥឡូវបើនិយាយគ្នាមិនស្ដាប់ខ្ញុំដេញប្តីនាងចោលឲ្យនាងពោដើររកការងារថ្មីដែលគ្មាន gender ធ្វើការទៅមកហើយសីដាមុខនៅតែមិនទាន់ស្រស់សោះដើរឆ្លោះនឹងស្រីអស់ពេញភូមិហើយប្តីនាងអត់មានស្រីទេនាងហមអើយខ្ញុំដើរទប់ស្កាត់អស់ហើយមិត្តស្រីប្តីខ្ញុំក៏កាត់កាលចោលអស់អ្នកចិត្តខាងស្រីក៏លែងមាត់រួយលែងរាប់លែងរកតូបណាដែលមានស្រីលក់អីវ៉ាន់ណាក៏ខ្ញុំមិនឲ្យលក់ឲ្យប្តីខ្ញុំទាំងអស់កន្លែងការងារប្តីខ្ញុំមានបុគ្គលិកស្រីច្រើនពេកខ្ញុំតែស្ដីឲ្យគេប្រឈប់ប្តីខ្ញុំការងារក៏អស់មិនតែប៉ុណ្ណោះគឺអស់ទាំងអេតាស៊ីវិលទៀតគឺប្តីខ្ញុំលែងខ្ញុំហើយស្រីហមអើយជួយផងដោយគ្រូទាយថាមិនខុសមែនណែរឿងហ្នឹងខ្ញុំជួយដែរតែជួយធូរទ្រង់ជំនួសប្តីនាងដាឯងងាប់ហើយមានប្រពន្ធក្តោបហួងហែងប្តីស្ដាប់តែគ្រូទាយម៉ាក់នេះបើមិនមួយម៉ាយក៏ថប់ទ្រង់ស្លាប់ដែរនាងដាឯងបាត់បង់ប្តីមិនមែនមកពីយាយគ្រូទាយគឺមកពីនាងដាឯងចិត្តមិនស្ងប់និយាយពីថាសង្ស័យលិចសង្ស័យកើតជ្រុលហួសហេតុពេកទៅបានជាបែបហ្នឹងឥឡូវរៀនមេរៀននេះហើយកុំខ្វល់ច្រើនតោះដើរលេងលំហែខួរក្រែងបើកបេះដូងបានប្តីថ្មីទៀតប្រច័ណ្ឌប្តីកុំប៉ះពាល់ដល់ស្រីដទៃទៀតដែលមិនដឹងអីថ្ងៃនេះជាប្តីថ្ងៃស្អែកជាអតីត